កម្មវិធីនេះឧបត្ថម្ភកាត់មុខដោយម្សៅមីណាលាបមីណាសមីនឹង Nippon Pan មាន3រសជាតិរសជាតិសូកូឡារសជាតិ Strawberry និងរសជាតិអូយម៉ូយហាងលក់ក្តាមម្ជុះអមតៈដើម្បីអបអរសាទរថ្ងៃគម្រប់ខួប100ថ្ងៃនៃការបើកលក់ហាងលក់ក្តាមម្ជុះអមតៈមានកម្មវិធីពិសេសគឺទិញក្តាមម្ជុះថ្មីមួយមានថែម Power Bank ដ៏ស្រស់ស្អាតមួយហាងកោះជប់តារាទាន់សម័យមានទទួលកោរោមជើងក្រងរោមក្លៀករួញត្រង់គ្រប់ម៉ូដគ្រប់ម៉ាកនិងគ្រប់រសជាតិសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតាមដានទស្សនាកម្មវិធីព័ត៌មាន4ឆ្នាំម្ដងរបស់ស្ថានីយវិទ្យុកកោដោយកកោ Radio International FM 11 MHz ជាទីស្មោះស្ម័គ្រមេត្រីថ្ងៃនេះថ្ងៃសីល15រោចខែផល្គុនឆ្នាំមមីត្រូវនៅថ្ងៃទី29ខែកុម្ភៈឆ្នាំ2015យើងខ្ញុំសូមជូនមេតិការព័ត៌មានដូចតទៅរកឃើញមូលហេតុការស្លាប់របស់អ្នកកាសែតពលក្ដួចក្រសួងសម្លឹងឃើញភាពសិចស៊ីក្នុងវិស័យសម្រាមលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបញ្ចុះខណ្ឌសីមាក្នុងវត្តធើផាកស្លាប់ពីក្នុងករណីបោកគ្រាប់បែកលេងមួយក្នុងទីក្រុងហុងកុងអាជីវកម្មលក់ទឹកកកឈូសនៅជប៉ុនកំពុងមានភាពពេញនិយមសូមជូនព័ត៌មានពិស្ដាលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីយោងតាមលទ្ធផលដំបូងនៃការពិនិត្យសាកសពអ្នកកាសែតពលក្ដួចបានបង្ហាញថាការស្លាប់របស់អ្នកកាសែតនោះគឺជាករណីរំលោភសម្លាប់សេចក្តីរាយការណ៍ពិស្ដារដោយលោកដេរឆានការស្លាប់របស់លោកសច្ចមុនីគ្រីស្ណាដែលគេស្គាល់ឈ្មោះហៅក្រៅថាអាក្ដកដោយសារលោកជជក្ដកគឺជាករណីរំលោភសម្លាប់យកលុយនេះបើយោងតាមការអះអាងរបស់ក្រុមគ្រូពេទ្យថ្មិញបន្ទាប់ពីការធ្វើការសល់វិច័យយ៉ាងល្អិតល្អន់លើសាកសពកាលពីព្រឹកម្សិលមិញលោកអាក្ដកជាអ្នកសារព័ត៌មានឯករាជ្យរបស់កាសែតពលក្ដួចកាលពីថ្ងៃទី25ធ្នូឆ្នាំ2014លោកសច្ចមុនីគ្រីស្ណាហៅអាក្ដកបានចោះយកព័ត៌មានការកាប់ព្រៃឈើខុសច្បាប់នៅសួនសត្វភ្នំតាម៉ៅ3ថ្ងៃក្រោយមកសាកសពលោកត្រូវបានគេប្រទះឃើញស្រាប់នៅនគរដោយចង់ផ្អោបនឹងដើមឈើមួយនៅក្នុងព្រៃមន្ត្រីប៉ូលីសមូលដ្ឋានសន្និដ្ឋានថានេះជាកិច្ចកម្មប្លន់យកលុយលោកសាច់អ៊ីប៉ូលីសស៊ើបអង្កេតនិយាយថាបើយើងប្រទះឃើញមានកាបូបលុយនិងកតាបដែលមានសភាពអរត់អរាយហើយជាពិសេសហ្នឹងគឺយើងឃើញមានស្រោមអនាម័យ3ប្រអប់ដែលប្រហែលជាជនដៃដល់ហ្នឹងគាត់ព្យាយាមប្លន់ហើយថែមទាំងបំផ្លាញភស្តុតាងពីព្រោះថាយើងអត់ឃើញមាន memory card នៅទីហ្នឹងទេបាទបើតាមសម្ដីរបស់លោកគ្រូពេទ្យថ្មិញបានរៀបរាប់ពីលទ្ធផលឲ្យដឹងថាមានរោគសញ្ញាជាច្រើននៅលើដងខ្លួនជនរងគ្រោះសំខាន់គឺរកឃើញថាមានដៃរលាត់ត្រង់បបោមាត់និងស្នាមរំពាត់លើដងខ្លួនជាច្រើនតាក់ទងជាមួយសាកសពជនរងគ្រោះហ្នឹងណាយើងឃើញមានការដាច់រលាត់ត្រង់បបោមាត់ហើយត្រង់កាពះគូតហើយនឹងមានស្នាមជាំខាំនៅលើដងខ្លួនប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថាមានក្រុមមនុស្សប្រុស3នាក់ជិះកង់ដឹកឈើចេញពីព្រៃនោះបន្ទាប់ពីអ្នកកាសែតពលក្ដួចចូលទៅអ្នកស្រីងវៀនដាញ់ហៅបតុមកេសរជាអ្នកភូមិល្បាច់អងនៅភូមិក្បែរនោះនិយាយថាអូខ្ញុំស្គាល់តាប្រុស3នាក់ហ្នឹងវាស៊ីឈ្នួលកាប់តែឈើដុតជូងហ្នឹងពួកអាហ្នឹងអាណាក៏ស្គាល់ដែរថាស្រឡាញ់តែប្រុសគ្នាឯងទោះជាយ៉ាងណាក៏ដោយលោកសាច់អ៊ីបញ្ជាក់ថាលោកបដិញ្ញាទោះដល់ជើងមេឃក៏នឹងចាប់ជនដៃដល់មកផ្ដន់ទានទោសនៅមុខតុលាការឲ្យទាល់តែបានខ្ញុំដេរឆានវិទ្យុកកោរាយការណ៍ពីបឹងទន្លេសាបលោកស្រីប្រិមិត្តជាទីគោរពរាប់អានរដ្ឋាភិបាលកំពុងតែមានការចាប់អារម្មណ៍ចង់វិនិយោគលុយរាប់រយលានដុល្លារក្នុងវិស័យសម្រាមសេចក្តីរាយការណ៍ពិស្ដារពីអាប៉យដោយសារតែវិស័យកសិកម្មមានការរីកចម្រើនជាលំដាប់ថ្មីនេះរដ្ឋាភិបាលបានសម្រេចធ្វើការវិនិយោគទៅលើវិស័យសម្រាមបន្ថែមទៀតឯកឧត្តមសំណល់បំពល់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងធនធានសម្រាមបានថ្លែងនៅក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌល Agile Enterprise Agency ថាសក្តានុពលវិស័យសម្រាមគឺជាឱកាសមួយក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះយើងមានភ្នំសម្រាមចំនួន5ដែលលាតសន្ធឹងលើផ្ទៃដីរាប់ពាន់ហិកតាភ្នំសម្រាមទាំងនោះបានផ្ដល់ក្លិនគ្រប់រសជាតិដែលក្នុងនោះឧស្ម័នកាបូនឌីអុកស៊ីតប្រមាណជា200លានតោនត្រូវបានរុក្ខជាតិបៃតងតូចធំនៅពាសពេញប្រទេសស្រូបយកដើម្បីធ្វើរស្មីសំយោគចិញ្ចឹមសារពាង្គកាយលោករដ្ឋមន្ត្រីក៏បានបន្ថែមទៀតផងដែរថាក្រសួងបាននឹងកំពុងស្មុំលុយពីប្រទេសម្ចាស់ជំនួយនានាក្នុងការទិញឧបករណ៍រំងាស់សម្រាមដែលក្រសួងក្រុងនឹងធ្វើការស្លសម្រាមដែលមានស្រាប់ដូចជាថង់ប្លាស្ទិកទូទឹកកកនិងគ្រឿងអេឡិចត្រូនិកចាស់ៗឲ្យទៅជាជីសរីរាង្គព្រមទាំងស្លស្រោមអនាម័យដែលប្រើរួចហើយឲ្យទៅជាស្ករកស៊ូដែលមានបន្ថែមរសជាតិសាច់ជ្រូកផាក់ឡូវនិងរសជាតិតុងយ៉ាំដើម្បីនាំចេញទៅលក់នៅប្រទេសជិតខាងផងដែរខ្ញុំអាប៉យ
រាយការណ៍ចេញពីធុងសម្រាមនៅក្បែរបង្គន់ លោកស្រីប្រិមិត្តជាទីមេត្រីយោងតាមព័ត៌មានក្តៅហួយពីខុទ្ទកាល័យរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានឲ្យដឹងថាលោកបានលួចចូលរួមក្នុងកម្មវិធីបញ្ចុះខន្ធសីមាមួយនៅក្នុងវត្តមួយនៅក្នុងទីក្រុងភ្នំពេញសេចក្តីរាយការណ៍ពិស្ដារសូមស្ដាប់កោកោ យោងតាមខុទ្ទកាល័យលោកអូបាម៉ាបានឲ្យវិទ្យុយើងដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកស្បែកខ្មៅរូបនេះបានចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ក្នុងកម្មវិធីបញ្ចុះសីមានៅវត្តផាកកាលពីថ្ងៃបុណ្យណូអែលកន្លងទៅនេះលោកអូបាម៉ាជាមួយនឹងគ្រួសារបានចូលរួមក្នុងកម្មវិធីបញ្ចុះសីមានេះគឺដោយសារតែគ្រូទាយនៅបង់ក្លាដេសបានឲ្យលោកធ្វើដើម្បីកាត់សយក្រោយពីលោកបានចាញ់បៀលោកម៉ាមូអាបាជំពាក់លុយតុងទីនលោកពូទីននិងចាក់ទឹកភ្លៀងចាញ់លោកស៊ីជីនភីងក៏មានផងដែរនៅអិសរាជជនល្បីល្បាញជុំវិញពិភពលោកដែលបានចូលរួមកម្មវិធីបញ្ចុះសីមានេះដូចជាលោកតិនហ្វីលោកអេមរេបេឡូស៊ូក្លូនិងកញ្ញាអូសាវ៉ាជាដើមកម្មវិធីនេះក៏មានការប្រគំតន្ត្រីដែលមានការចូលរួមពីកញ្ញា Taylor Swift ក្រុម One Direction និងលោក Bruno Mars ហើយក៏មានផងដែរនៅការចាប់រង្វាន់របស់ក្រុមហ៊ុនលក់ត្រីងៀត Macbodia ខ្ញុំកូកូវិសុកកូរាយការណ៍ពីវត្តភ្នំ លោកស្រីប្រិមត្តអ្នកស្ដាប់ជាទីមេត្រីស្ត្រី2នាក់បានស្លាប់យ៉ាងទាន់ហន់នៅក្នុងករណីគប់គ្រាប់បែកលេងមួយពីក្រុមភេរវជនសេចក្តីរាយការណ៍ពិស្ដារយ៉ាងណាសូមស្ដាប់កញ្ញាច័ន្ទស្លេក បើតាមប្រភពព័ត៌មានមិនច្បាស់ការមួយបានឲ្យដឹងថាក្រុមភេរវជនបានបំផ្ទុះគ្រាប់បែកក្នុងហាងកាហ្វេមួយស្ថិតនៅក្នុងទីក្រុងហុងកុងបណ្ដាលឲ្យមានអ្នកស្លាប់ដល់ទៅ2នាក់សាកសពមួយក្នុងចំណោមនោះបានឲ្យដឹងថាបច្ចុប្បន្នកំពុងតែត្រៀមខ្លួនប្រឡងបវរកញ្ញាប្រចាំទីក្រុងហុងកុងអ្នកវិភាគឯកជនមិនចូលសង្គមមួយរូបសូមមិនបញ្ចេញឈ្មោះលោកចេញជ្រួយបានអះអាងថាទង្វើបែបនេះជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមដោយបំផ្លាញរបស់ចាស់បង្កើតរបស់ថ្មីព្រមទាំងជួយកាត់បន្ថយកំណើនចំនួនមនុស្សស្រីក្នុងប្រទេសផងដែរក្រសួងកិច្ចការនារីសូមមិនបញ្ចេញយោបល់អ្វីទាំងអស់ដោយបញ្ជាក់ថាក្រសួងបានបញ្ជូនយុវបុរសស្ម័គ្រចិត្តមួយវងដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះខ្ញុំច័ន្ទស្លេកវិទ្យុកកោរាយការណ៍ពីទីក្រុងប៉េកាំងលោកស្រីប្រិមត្តអ្នកស្ដាប់ជាទីមេត្រីក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនលក់រថយន្តដ៏ធំមួយនៅក្នុងប្រទេសជប៉ុនប៉ុន្តែយោងតាមសេចក្តីរាយការណ៍ថ្មីនេះបានឲ្យដឹងថាក្រុមហ៊ុន Toyota គឺកម្រងនឹងបញ្ឈប់អាជីវកម្មលក់រថយន្តរបស់ខ្លួនហើយបែរទៅជាលក់ទឹកកកឈូសវិញសេចក្តីរាយការណ៍យ៉ាងណាសូមស្ដាប់កញ្ញាជាតាណាម៉ាអូតាវ៉ា ដោយសារតែព្រិលទឹកកកធ្លាក់ឥតឈប់ឈរខណៈដែលទឹកសរោមានតម្លៃថោកទាបបំផុតធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តដូចជា Honda, Toyota, Suzuki ងាកមកធ្វើវិនិយោគទុនទៅលើទឹកកកឈូសបើយោងតាមលោកស៊ីសៃកូម៉ាចកៈប្រធានក្រុមហ៊ុនរថយន្ត Honda មានប្រសាសន៍ប្រាប់ឲ្យដឹងជាដំណឹងពីក្តីរំពឹងលើការលក់ទឹកកកឈូសនេះថានឹងអាចទាក់ទាញភ្ញៀវទេសចរជាពិសេសពីប្រទេសអាហ្វ្រិកព្រមទាំងបន្ថែមប្រាក់ចំណូលខ្ពស់ជាងការលក់រថយន្តរបស់ក្រុមហ៊ុនលោកកន្លងមកគួរបញ្ជាក់ផងដែរថាមកទល់ពេលនេះអាជីវកម្មមួយនេះពុំទាន់មានអតិថិជនណាមួយមកជាវមួយកំប៉ុងនៅឡើយនោះទេខ្ញុំជាតាណាម៉ាអូតាវ៉ាវិទ្យុកកោរាយការណ៍ពីកុំផ្ការទីក្រុងអូសាកាវិទ្យុកកោកូវ៉ាល់ពេញផ្ទៃប្រទេសលោកស្រីប្រិមត្តអ្នកស្ដាប់ជាទីរាប់អានលោកអ្នកកំពុងតែតាមដានទស្សនាកម្មវិធីព័ត៌មានប្រចាំឆ្នាំរបស់វិទ្យុកកោរ៉ាឌីយ៉ូអង់តាណាសិនណាលសូមអរគុណនៅភក្ដីភាពរបស់លោកអ្នកនាងសូមលោកអ្នកនាងតាមដានទស្សនាកម្មវិធីបន្តបន្ទាប់របស់យើងដោយយកចិត្តទុកដាក់កុំប្រព្រឹត្តភ្នែកបន្តទៅទៀតបន្ទាប់ពីកម្មវិធីព័ត៌មានតនហននេះទៅយើងនឹងមានកម្មវិធីភ្ញៀវប្រចាំឆ្នាំដែលយើងនឹងមានវាគ្មិនដល់ល្បីល្បាញដែលមិនធ្លាប់ឮឈ្មោះមួយរូបគឺលោកទីប្រឹក្សាប៊ុនឆយដែលលោកនឹងមកធ្វើការចែករំលែកចំណេះដឹងតាក់ទងទៅនឹងប្រធានបទទម្លាប់ខ្ជិលច្រអូសមិនធ្វើកិច្ចការសាលារបស់និស្សិតមួយចំនួនដែលភាសាអង់គ្លេសគេហៅថា procrastinationប្រចាំឆ្នាំបាទសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុកកោ Radio International ជាទីមេត្រីសូមស្វាគមន៍មកកាន់នីតិភ្ញៀវប្រចាំឆ្នាំ
លោកស្រីប្រិមត្តអ្នកស្ដាប់ជាទីមេត្រីបច្ចុប្បន្នយើងសង្កេតឃើញថាបញ្ហាខ្ជិលច្រអូសស្ទើររលួយឆ្អឹងក្នុងការធ្វើកិច្ចការងារសាលារបស់និស្សិតសាកលវិទ្យាល័យមួយចំនួនបានធ្វើឲ្យសង្គមយើងមានវិបត្តិសុខភាពយុវជនយ៉ាងធ្ងន់ធ្ងរបាទដោយសារនិស្សិតទាំងអស់នោះគឺគាត់ចូលចិត្តចំណាយពេលវេលាច្រើនហួសហេតុក្នុងការលេង Facebook ដល់ពេលយប់ជ្រៅហើយការលេង Facebook ដល់ពេលយប់ជ្រៅនេះហើយគឺជាដើមចមដែលធ្វើឲ្យនិស្សិតទាំងអស់នោះដេកចំតិតគូតយ៉ាងសុខសាន្តដោយមិនខ្វល់ពីកិច្ចការសាលាដែលគ្រូដាក់ឲ្យនោះទេថ្ងៃនេះគឺយើងមានវាគ្មិនកិត្តិយសមួយរូបគឺលោកប៊ុនឆយដែលលោកទើបតែត្រូវបានអនុក្រឹត្យតែងតាំងឲ្យក្លាយជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងមានឋានៈស្មើគណៈកម្មការវត្តទទួលបន្ទុកផ្នែកចាត់ចែងម្ហូបនិងគ្រប់គ្រងឃ្លាំងភស្តុភារបាទសូមជម្រាបសួរបាទសូមជម្រាបសួរបាទលោកទីប្រឹក្សាបាទតាមការសិក្សាស្រាវជ្រាវបាទដល់ឈួតលីលាមួយបានឲ្យដឹងថាប្រមាណ 70% នៃនិស្សិតសាកលវិទ្យាល័យក្នុងស្រុកគឺមិនសូវខ្វល់ខ្វាយអំពីការងារធ្វើកិច្ចការសាលានោះទេហើយកិច្ចការនេះហើយវាធ្វើឲ្យមានវិបត្តិដល់មហារ៉ាមរ៉ៃណាលោកទីប្រឹក្សាដែលធ្វើឲ្យគាត់នឹងចូលចិត្តធ្វើអាចរិតមួយដែលប្រហែលជាការងារនៅយប់ចុងក្រោយនៅរាត្រីចុងក្រោយនៃថ្ងៃផុតកំណត់កិច្ចការសាលានោះតើបញ្ហានេះគឺលោកវាគ្មិនមានយោបល់យ៉ាងណាដែរបាទសូមអញ្ជើញបាទសូមជម្រាបសួរដល់ពិធីករឈ្មោះអីដែរពិធីករបាទខ្ញុំអាខិតបាទអូបាទសូមជម្រាបសួរអាក្រិតហើយមែនតើអាក្រិតនេះដូចជាឈ្មោះបាទអាខិតហ្នឹងដូចជាឈ្មោះរបស់មិត្តភ័ក្ដិខ្ញុំម្នាក់អញ្ចឹងតែអានោះវាឈ្មោះសុក្រិតបាទហើយខ្មៅហើយធ្មេញអសបាទសូមលើកដៃប្រណម្យទទួលក្បាលមីក្រូពីលោកពិធីករហើយសូមជម្រាបសួរដល់ទស្សនិកជនដែលកំពុងតាមដានស្ដាប់ដោយហៀទឹកមាត់ជាទីមេត្រីបាទប្រធានបទយើងថ្ងៃនេះយើងជជែកអំពីទម្លាប់ខ្ជិលច្រអូសធ្វើកិច្ចការសាលារបស់និស្សិតមហាវិទ្យាល័យយោងតាមការស្រាវជ្រាវរបស់ខ្ញុំដែលបានធ្វើឡើងតាំងពីប្រហែលជាជាង 2000 ឆ្នាំមកហើយអូយូរឡងគឺបាទតាំងពីសង្គ្រាមរវាងចក្រភពក្រិចនិងចក្រភពត្រួយឬមួយក៏យើងហៅថាសង្គ្រាមរវាងពួកក្រិចនិងពួកត្រួយហ្នឹងគឺបានបង្ហាញថាមាននិស្សិតមហាវិទ្យាល័យរាប់រយលានរហូតដល់រាប់ពាន់លានដែលកំពុងតែប្រឈមមុខនឹងបញ្ហាចិត្តសាស្ត្រម្យ៉ាងគឺទម្លាប់ទុកបណ្ដែតការងារសាលាចោលដែលបង្កជាមហន្តរាយដ៏មហាបង្ហិនបំផ្លាញបាទអូដល់ឡើងផងបាទលោកមិនបាទបញ្ហានេះមិនមែនជាបញ្ហាលេងសើចអីទេបាទគឺវាធ្វើឲ្យមានបង្កគ្រោះមហន្តរាយអាចតាមជួយដីផងមើលទៅបាទមូលហេតុអ្វីខ្លះដែលធ្វើឲ្យភាពខ្ជិលច្រអូសនេះហាក់មានភាពកើនឡើងយ៉ាងតន់ហន់បែបនេះបាទលោកមានកត្តាជាច្រើនដែលអាចធ្វើឲ្យសិស្សហ្នឹងគាត់មានន័យថាគាត់ទុកបណ្ដែតបណ្ដោយឲ្យការងារនឹងច្រើនហើយគាត់ទុកដល់ចាំដល់ពេលចិត្ត deadline បាទភាសាអង់គ្លេស deadline ហ្នឹងបានគេលោកអត់ចេះបាទទី1ខ្ញុំចង់សង្កត់ធ្ងន់ទៅលើកត្តាអាកាសធាតុបច្ចុប្បន្ននេះគេហៅថា global warming គឺការកើនឡើងកម្ដៅផែនដីហ្នឹងធ្វើឲ្យសិស្សមួយចំនួនគាត់ក្ដៅគាត់មានសីតុណ្ហភាពហ្នឹងវាក្ដៅធ្វើឲ្យគាត់បែកញើសហើយអ្នកខ្លះទៀតឈានដល់30 ទៅទៀតបាទដែលប៉ះពាល់ទៅដល់ការបំពេញការងាររបស់គាត់ហ្នឹងបញ្ហាទី2ដែលតាក់ទងគ្នាសំខាន់ដែរនោះគឺតែទីតាំងភូមិសាស្ត្របាទបើហើយជាអ្នកទាំងអស់គ្នាឆ្ងល់ថាទី2នឹងជាអីអញ្ចឹងខ្ញុំសូមបន្ថែមគឺកត្តាទីតាំងភូមិសាស្ត្របាទទីតាំងភូមិសាស្ត្រនេះគឺមែនតើទៅដោយសារតែនិស្សិតទាំងអស់គាត់រស់នៅលើភពផែនដីដូច្នេះពួកគេរវល់តែរឿងស៊ីច្រើនផឹកច្រើនហើយបន្ទាប់មកជុះក៏ច្រើនដែរបាទលោកមានអាចដឹងមិនកត្តាអីផ្សេងទៀតទេបាទដូចជាអត់ទេបាទវល់អានេះវល់នេះមិនមែនដោយសារតែវាគ្មិនទេបាទគឺដោយសារតែប្រធានបទដែលបានឧបដឹកឡើងតាមរយៈការសម័យដ៏វែងវែងអាហ្នឹង hamburger ក៏បានដែរបាទកត្តាផ្លូវថ្នល់កត្តាផ្លូវថ្នល់អធិស្ឋានខ្ញុំសូមទាញមកខាងខ្ញុំបញ្ចប់បន្តិចទេបាទសូមបញ្ចប់បន្តិចទេកត្តាផ្លូវថ្នល់ហ្នឹងគឺដោយសារតែផ្លូវថ្នល់តូចចង្អៀតលោកវាគ្មិនដែលយើងកំពុងតែជជែកគ្នាអំពីបញ្ហាភាពខ្ជិលច្រអូសរបស់និស្សិតលោកចប់លើហើយបាទតូចចង្អៀតធ្វើឲ្យនិស្សិតហ្នឹងគឺគាត់ពិបាកនឹងបំពេញការងារបាទបាទយើងកំពុងតែជជែកពិភាក្សាអំពីបញ្ហាខ្ជិលច្រអូសនីតិនោះអត់ផ្ដល់ឲ្យខ្ញុំអត់គ្រប់គ្រាន់ទេបាទសូមអធិស្ឋានលោកខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីខ្ញុំពេលដែលខ្ញុំសួរសំណួរសូមឆ្លើយឲ្យចំកុំប្រវាយហើយឲ្យខ្លីបាទដោយសារពេលវេលាយើងខ្លីបាទសូមអធិស្ឋានបាទសូមលោកបន្តទៅប្រធានបទយើងមកវិញបាទតាមពិតទៅគឺវាតាក់ទងគ្នាតែដោយសារតែថាអ្នកសម្របសម្រួលគាត់មិនបានយល់ដឹងច្រើនពីបញ្ហាហ្នឹងអញ្ចឹងទេបន្ថែមទៅលើចំណុចកត្តាអាកាសធាតុកត្តាទីតាំងភូមិសាស្ត្រនិងកត្តាផ្លូវថ្នល់យើងមានកត្តាមួយសំខាន់ទៀតគឺកត្តាយានយន្តដល់កត្តាយានយន្តបាទកាន់តែវល់បាទលោកខ្ញុំចង់រំលងសំណួរហ្នឹងមកបាទសូមបិទម៉ៃសាការីជួយកត្តាផ្លូវថ្នល់ហ្នឹងវាមានចេះលោកអធិស្ឋានខ្ញុំ
ជាអ្នកសម្របសម្រួលកម្មវិធីលោកកន្លែងហ្នឹង Facebook បាទ កន្លែងហ្នឹងមិនមែនផ្ទះរបស់លោកទេបាទកន្លែងស្ថានីយវិទ្យុខ្ញុំបាទ កតា Facebook លោកខ្ញុំចង់បកស្រាយបន្ថែមតែមួយទៀត គឺចំណុចជួយបិទម៉ៃចាំខ្ញុំឲ្យបើកចាំខ្ញុំឲ្យនិយាយបាទជួយបិទម៉ៃគាត់តិចបាទឈានមកដល់សំណួរបន្ទាប់បាទដែលយើងនិយាយសង្កត់ធ្ងន់ទៅលើផលវិបាកបាទផលវិបាកនៃការខ្ជិលច្រអូសមិនធ្វើកិច្ចការងារសាលាហ្នឹងតើលោកគិតថាវាមានអតិពលអីដល់និស្សិតសានុសិស្សឬមួយក៏និស្សិតនោះដែរ មុននឹងបន្តនៅសំណួរនេះខ្ញុំសូមបញ្ចប់សំណួរខាងដើមរបស់ខ្ញុំបន្តិចខ្ញុំអត់ទាន់ឆ្លើយចប់ទេគឺកតា Facebook តា Facebook នឹងជារឿងសំខាន់ណាស់ត្រង់នេះសូមបន្ទោសទៅដល់លោក Mark Zuckerberg ដែលបង្កើតប្រព័ន្ធមហោសចារ Facebook ហ្នឹងធ្វើឲ្យនិស្សិតលែងធ្វើកិច្ចការគិតតែពី play flop ដល់យប់ជ្រៅរួចដេកចំតិតគូទល់ភ្លឺនេះលោកត្រូវដឹងបាទបាទវិលចូលមកសំណួរផលវិបាកវិញប៉ះពាល់ខ្លាំងគឺប៉ះពាល់ដល់សិទ្ធិអ្នកដទៃហើយលោកមានឆ្ងល់ទេថាប៉ះពាល់ដល់សិទ្ធិអ្នកដទៃយ៉ាងម៉េចបាទមានតែរឿងអីតាក់ទងមួយសិទ្ធវិញបាទភាពខ្ជិលច្រអូសនេះរបស់និស្សិតបាទគាត់អត់ធ្វើការងារសាលាបាទមិនទៅសិទ្ធវិញបាទប៉ះពាល់ដល់សិទ្ធិអ្នកដទៃនៅត្រង់ថាគាត់ប្រើ Facebook គាត់ឆាតជាមួយគេគាត់រំខានដល់គេមិនបានបំពេញកិច្ចការងារដោយគាត់ដែរប៉ះពាល់ដល់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទៀតណាត្រង់នេះលោកត្រូវចាំបាទមួយទៀតសំខាន់បំផុតគឺប៉ះពាល់ដល់អារម្មណ៍សាស្ត្រាចារ្យគ្រូអ្នកគ្រូដែលគាត់ចង់បានកិច្ចការងាររបស់យើងដែលស្អែកឡើងត្រូវបកគលឲ្យគាត់នោះគាត់អត់បានគាត់សង្ហាក់ចិត្តគាត់ខឹងយើងបាទគាត់អាចទម្លាក់យើងទៀតអាហ្នឹងបាទមួយទៀតគឺប៉ះពាល់ខ្លួនគាត់ផ្ទាល់បាទគាត់អាចប្រឈមនឹងការឆ្លងជំងឺជាច្រើនបាទអត់ធ្វើ assignment បាទឆ្លងជំងឺទៀតបាទជំងឺទី1ដែលប្រឈមខ្លាំងជាងគេគឺជំងឺទឹកនោមផ្អែមបន្ទាប់ពីទឹកនោមផ្អែមមកគឺចូលដល់ជំងឺលើសឈាមបាទលើសឈាមដល់លើសឈាមបាទលោកសង្ស័យថាមានជំងឺលើសឈាមនេះបាទធាត់អញ្ចឹងណាបាទមួយទៀតគឺជំងឺកញ្ជ្រិលដែលលោកធ្លាប់កើតកាលពីក្មេងដឹងទៀតបាទហើយគ្រុនឈាមនៅដល់យប់ជ្រៅគឺមូសខាំច្រើនបាទគ្រុនឈាមហើយជំងឺអេដក៏សាហាវគួរសមដែរហើយនៅចុងបញ្ចប់ប្រឈមពោះជាងគេគឺរឹសដូងបាទឥឡូវនេះយើងឈានដល់អនុសាសន៍បាទតើលោកវាគ្មិនមានអនុសាសន៍យ៉ាងដូចម្ដេចដែរទៅកាន់និស្សិតទាំងអស់នោះដែលគាត់កំពុងតែសប្បាយរីករាយជាមួយនឹងជីវិតរបស់គាត់បាទអរគុណចំពោះសំណួរនេះគឺជាសំណួរដ៏មានតម្លៃបំផុតនៅលើโลกយើងនេះដំណោះស្រាយសំខាន់គឺខ្ញុំចែកហ្នឹងមាន4ចំណុចសំខាន់ទី1ឈប់កាប់បំផ្លាញព្រៃឈើដែលប៉ះពាល់ទៅដល់ការឡើងកម្ដៅផែនដីមួយទៀតគឺហាត់ប្រាណឲ្យបានទៀងទាត់មួយទៀតគឺកុំជក់បារីនិងផឹកស្រាខ្ញុំជក់បារីប៉ុន្តែខ្ញុំហាត់ប្រាណជាប្រចាំដែរបាទហើយចិត្តផ្ដាច់ហើយបាទហើយសំខាន់ចុងក្រោយគេតែមួយឯងគឺចាត់ចែងថវិកាឲ្យមានតម្លាភាពបាទសូមថ្លែងអំណរគុណដល់លោកវាគ្មិនបាទជាចុងក្រោយខ្ញុំបាទសូមថ្លែងធ្វើសេចក្តីអំណរព្រះគុណយ៉ាងកក់ក្ដៅដល់លោកវាគ្មិនដែលបានចំណាយពេលវេលាទាត់ខ្យល់របស់លោកមកចូលរួមក្នុងកម្មវិធីភ្ញៀវប្រចាំឆ្នាំបាទសូមជម្រាបលាបាទសូមជម្រាបលាបាទជម្រាបលាលោកអ្នកកំពុងស្ដាប់វិទ្យុកកវលពេញផ្ទៃប្រទេសសូមជូននេតិអក្សរសិល្ប៍រាយមាយលោកស្រីប្រិមត្តអ្នកស្ដាប់ជាទីគោរពរាប់អានថ្ងៃនេះយើងនឹងមានបទអក្សរសិល្ប៍មួយដែលមានវត្តមានលោកសាស្ត្រាចារ្យប្រាក់ឡែវដែលលោកនឹងយកអក្សរសិល្ប៍តណ្ហានិយមមួយមកចែកជូនលោកស្រីប្រិមត្តជាចំណីការអារម្មណ៍នៅពេលនេះផងដែរស្នេហ៍ជាអ្វីគឺជាស្នាដៃរបស់កវីញ៉ាញ់ជ្រឹងក្នុងសម័យអន្តរកាលរវាងរបបបារាំងសេសនិងសម័យរាស្ត្រនិយមខុសពីអ្នកនិពន្ធដទៃដែលតែងតែនិយមរឿងដែលមានទំនោរទៅខាងព្រាហ្មណ៍និយមពុទ្ធនិយមខេមរៈនិយមនិងបរទេសនិយមរឿងស្នេហ៍ជាអ្វីរបស់កវីជ្រឹងស្ថិតក្នុងប្រភេទតណ្ហានិយមរឿងនេះមិនបានឆ្លុះបញ្ចាំងពីតថភាពសង្គមក្នុងសម័យនោះអីបន្តិចសោះពោលគឺកវីជ្រឹងនិយាយរឿងនេះឡើងដើម្បីបំរើវេទនាអារម្មណ៍និងសេចក្តីស្រែកឃ្លានផ្នែកតណ្ហារបស់ស្រទាប់យុវជនក្នុងសម័យនោះដែលគ្មានអ៊ីនធឺណិតដូចសពថ្ងៃម្យ៉ាងបើតាមការឲ្យដឹងរបស់មិត្តស្រីរបស់កវីជ្រឹងដែលកំពុងដេកនៅពេទ្យកាឡាម៉ែតក្នុងដង្ហើមចុងក្រោយបានឲ្យដឹងថាកវីជ្រឹងគ្មានលុយប៉ាវស្រីផឹកកាហ្វេពេលព្រឹកទើបខំនិពន្ធរឿងនេះ
ដើម្បីយកលុយបម្រើសេចក្តីត្រូវការកវីច្រឹងមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ពាក្យពេចន៍រូបបារម្ភនិងស្នៀងដែលមានដូចជាស្នៀងស្រាវស្រើបស្នៀងរង្ហើយស្នៀងបំរាស់និងស្នៀងស៊ីអារម្មណ៍ទោះជាយ៉ាងណាក្តីមានការតស៊ូមតិខ្លាំងលើអក្សរសិល្ប៍ថាគួរតែរាប់ចូលជាអក្សរសិល្ប៍សម្រាប់បញ្ចាំងកុនឬក៏អត់សូម្បីតែចំណងជើងនេះក៏មិនតាក់ទងនឹងសាច់រឿងអីបន្តិចសោះពោលគឺកវីរូបនេះចេះតែដាក់ឲ្យតែរួចពីដៃប៉ុណ្ណោះបន្តទៅនេះខ្ញុំសូមលើកយកការសន្ទនាដ៏ស្រាវស្រើបនៅវេរ៉ង់ដារបស់តួអង្គឯកស្ដុកនិងស្រីស្រស់ក្នុងរឿងនេះមកជូនទស្សនិកជនទស្សនាកម្សាន្តដូចតទៅស្ដុកកំពុងឈរអន្លង់អន្លោចមើលធម្មជាតិនិងព្រៃព្រឹក្សានាពេលអាធ្រាត្រខ្យល់ខែកដឹកបក់រំភើយធ្វើឲ្យស្ដុកដែលទើបតែពេញកំឡោះព្រឺព្រួចគ្រប់ក្បាលទាំង7ឈរគយគុណបណ្ដានឹកស្រុកបណ្ដាហើយចេះតែមានអារម្មណ៍ស្ដាយក្រោយដែលបោកយកលុយម៉ែថាមករៀនតែមកប៉ាវស្រីរំពេចនោះស្រីស្រស់ដែលជាប្រធានក្រុមសិក្សារបស់ស្ដុកដែលពាក់តែរ៉ូបគេងយប់អត់មានអ្វីផ្សេងបានដើរចេញពីបន្ទប់បំរុងទៅបាត់ជើងតូចតែដោយឃើញស្ដុកឈរម្នាក់ឯងក៏សឹកចិត្តគប់នោមហើយដើរទៅនិយាយជាមួយកំឡោះយើងស្ដុកនៅកំពុងធ្វើអីហ្នឹងថ្មនេះហើយមិនតាន់ចូលគេងទេហ៎ស្អែកយើងមានកិច្ចការច្រើនទៀតដែលត្រូវធ្វើអរគុណហើយស្រីស្រស់តែខ្ញុំអត់តាន់ងុយគេងទេហើយម្យ៉ាងទៀតខ្ញុំចង់ចំណាយពេលនៅទីនេះឲ្យអស់មុនពេលខ្ញុំចាក់ចេញទៅមិនដឹងថាពេលណាខ្ញុំបានមកលេងទីនេះម្ដងទៀតទេមែនហើយទីនេះស្អាតណាស់ខ្ញុំក៏នឹកទីនេះដែរនៅពេលដែលយើងចាក់ចេញទៅបើមិនយល់ទាស់ទេខ្ញុំនៅនិយាយលេងជាមួយស្ដុកបានទេស្ដុកមើលចុះមើលឡើងទើបចាប់អារម្មណ៍ថាស្រីស្រស់ស្លៀកតែរ៉ូបគេងយប់និងបបោមាត់ដ៏សម្បូរខ្លាញ់របស់ស្រីស្រស់ក៏ចាប់ផ្ដើមធ្វើឲ្យមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តនៃស្ដុករមាស់ដៃរមាស់ជើងមិនដឹងមកពីមូសខំឬយ៉ាងណាស្រាប់តែរំពេចនោះស្រីស្រស់លើកដៃអេះខ្នងរំភាយក្លិនក្លៀកទៅចំច្រមុះស្ដុកធ្វើឲ្យស្ដុកក្រដាស់ចេញសុទ្ធតែសម្បោពេញច្រមុះអិឆេមិនហើយស្ដុកផ្ដាសាយហើយខ្ញុំអីទេស្រស់ស្ដុកឈឺហើយក្នុងបន្ទប់ខ្ញុំមានថ្នាំផ្ដាសាយណាស្ដុកខ្ញុំជួយម៉ាស្សាធ្វើសរសៃឲ្យអីរឿងរ៉ាវបន្តទៅទៀតនេះមិនអាចបរិយាយតាមរលកធាតុអាកាសបានទេព្រោះខ្លាចទស្សនិកជនប្រសាយម្យ៉ាងទៀតបារម្ភថាខ្លាចវេទនារម្មណ៍របស់អ្នកទស្សនាឡើងតង់ស្យុងបើទស្សនិកជនចង់ដឹងកាន់តែច្បាស់សូមទិញសៀវភៅស្នេហ៍ជាអ្វីដែលជាស្នាដៃតែមួយគត់របស់កវីញ៉ាញ់ជ្រឹងដែលមានប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះខ្ញុំប្រាក់លេវសូមលាលោកអ្នកនាងត្រឹមប៉ុណ្ណេះជួបគ្នា4ឆ្នាំក្រោយនាទីព្យួរកអាកាសធាតុលៀងធ្លាក់ដើមឆ្នាំស្រោចជោគចំវាលស្រែកងកែផ្អាត់យំអែធម្មជាតិប្រែបាទសូមថ្លែងអំណរគុណនៅភក្ដីភាពដល់ប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតាមដានទស្សនាកម្មវិធីព័ត៌មានរបស់វិទ្យុកកយើងខ្ញុំនៅពេលនេះសូមជូនកម្មវិធីព្យួរកអាកាសធាតុចង់ដឹងថាតើថ្ងៃនេះអាកាសធាតុមានការប្រែប្រួលយ៉ាងដូចម្ដេចសូមស្ដាប់បទអន្តរាគមន៍ពីលោកវងប៉ែងបាទសូមអរគុណក្រែបានប៉ះសេឲ្យខ្ញុំពេលនេះសូមជូននីតិព្យាបាទអាកាសធាតុថ្ងៃនេះបាទនៅថ្ងៃសៅរ៍ទី15រោចខែភទ្របទឆ្នាំម្សាញ់
នៅវេលាម៉ោង10 និង 17 នាទីក្នុងវិនាទីទី33គត់បាទនឹងមានភ្លៀង1មេត្រតូចល្មមគួរឲ្យខ្នាញ់នៅផ្ទះលេខ33សង្កាត់តូមនិញខណ្ឌគ្មានសុខដែលភ្លៀងនេះបាញ់ពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងឡើងលើចុះក្រោមបើយើងទៅតាមប្រភពគ្មានបានការមួយបានឲ្យដឹងថានេះជាកន្លែងលាងរថយន្តមួយកន្លែងបាទហើយទឹកត្របួលខ្មួលខ្មាញ់នេះនឹងបញ្ចប់ទៅវិញនៅពេលដែលកន្លែងលាងឡានមួយដែលមានជាហៅឈ្មោះថាលាងរថយន្ត24ម៉ោងផ្អាកការលាងរបស់ខ្លួនបាទអាស្រ័យដោយបានបញ្ចាំងជូនខាងលើបាទឈៀងខាងកើតសូមបងប្អូនមេត្តាកុំដេកក្រោមរថយន្តរបស់ខ្លួនពេលកំពុងលាងព្រោះរលកធំលាយឡំនឹងពពុះសាប៊ូអាចនឹងលេបត្របាក់ក្រឹបយករូបលោកអ្នកដែលអាចបណ្ដាលឲ្យខូចទូរស័ព្ទនិងទឹកកៅអៅផងដែរបាទខ្ញុំបាទវងពេងវិទ្យុកកូរាយការណ៍ពីកន្លែងណាស្រេចតែខ្ញុំ It's going down I'm yelling timber You better move You better dance Let's make a night You won't remember I'll be the one You won't forget Ooh. ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពកម្មវិធីយើងខ្ញុំបានរំកិលមកដល់វិនាទីបញ្ចប់សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ដែលបានព្យាយាមទស្សនាកម្មវិធីរបស់វិទ្យុកកូយើងតាំងពីដើមទីរហូតដល់ចុងទីសូមប្រិយមិត្តរងចាំតាមដានស្ដាប់កម្មវិធីនេះនៅថ្ងៃទី29ខែកុម្ភៈ4ឆ្នាំក្រោយទៀតសូមជូនពរដល់លោកអ្នកនាងឲ្យជួបតែសេចក្តីសុខសូមអរគុណ